ស្តីបងប្អូនថ្ងៃនេះខ្ញុំមកធ្វើស្វាយត្រាំខ្ញុំមានស្វាយចំនួន2គីឡូដើម្បីយកមកត្រាំបងប្អូនឥឡូវនេះខ្ញុំនឹងចិតសបកស្វាយយើងចិតសបកចឹងហើយសូមយើងចិតជំនិះហើយសូមយកទៅលាងទឹកណាចាឥឡូវស្វាយក៏យើងបានចិតសបកចឹងហើយយើងចិតស្វាយជាជំរាកដើម្បីយកទៅត្រាំជាមួយអំបិលចាបងប្អូនស្វាយយើងចិតជាជំរាកអញ្ចឹងមកដោយសារស្វាយនេះវាធំហើយវាស្រួយទៅបេះថ្មីយើងចិតទៅស្រួយខ្លះចិតទៅនេះបែកអីចឹងណាបងប្អូននេះបើយើងយកស្វាយទូចយកមកធ្វើល្អពីយើងចិតស្វាយចឹងរួចហើយយើងយកមកលាងទឹកណាបងប្អូនដើម្បីឲ្យវាស្អាតចូលផងណាបន្ទាប់ពីស្វាយพอយើងស្រោះទឹកចឹងហើយយើងចាក់ចូលកធុនមកឥឡូវខ្ញុំដាក់អំបិលចូលខ្ញុំដាក់អំបិល2ល្វីដើម្បីខ្ញុំច្របល់ស្វាយហ្នឹងបន្ទាប់ពីខ្ញុំច្របល់ជាមួយអំបិលចឹងហើយយើងផ្អាប់នឹងសិនមកទុករយៈពេល1ម៉ោងទៅ2ម៉ោងដើម្បីឲ្យវាចេញជាតិជូរតិចណាបន្ទាប់ពីខ្ញុំផ្អាប់ស្វាយជាមួយអំបិលហ្នឹងប្រឡាក់ស្វាយជាមួយអំបិលហ្នឹងចំនួនជាង1ម៉ោងហើយឥឡូវនេះខ្ញុំយកស្វាយហ្នឹងទៅលាងទឹកម្សាទៀតដោយសារខ្ញុំចង់ឲ្យស្វាយហ្នឹងនៅមានជាតិជូរខ្លះចឹងនេះបងប្អូននេះយើងដាក់ប្រឡាក់មួយអំបិលទៅមើលចេញទឹកមកឥឡូវយើងយកស្វាយរបស់យើងទៅលាងម្សៅទៀតមក ចាយើងទុកស្វាយយើងឲ្យស្រស់ទឹកតិចមកចាបន្ទាប់មកខ្ញុំចាក់ស្ករចូល
có những đạnចំនួន2 ខាំបងប្អូនហើយយើងចាប់ដើមច្បល់ម្សៅទៀតមកចាបន្ទាប់ពីខ្ញុំប្រឡាក់ស្ករចឹងហើយមកចេញទឹកមកណាបងប្អូនឥឡូវយើងយកដាក់ក្នុងកតោមកដើម្បីយើងដាក់ចូលក្នុងទូចាំបងប្អូនខ្ញុំយកស្វាយត្រាំរបស់ខ្ញុំយកទៅដាក់ចូលទូបងប្អូនដល់ស្វាយយើងបានដាក់ចូលក្នុងកតោរួចហើយឥឡូវខ្ញុំយកដាក់ចូលក្នុងទូបងប្អូននេះស្វាយត្រាំម្សិលមិញយើងដាក់ត្រាំជាមួយស្ករចឹងហើយយើងដាក់ទូឥឡូវនេះបានចំនួនមួយជប់ហើយឥឡូវនេះយើងដួសយកមកញ៉ាំណាដោយសារនេះបតោរបស់ខ្ញុំបែកចឹងខ្ញុំដាក់ថង់ទ្រាប់ពីក្នុងចឹងមកដើម្បីដាក់ស្វាយត្រាំចាខ្ញុំមាននេះអំបិលម្ទេសចំនួនកូនចានចឹងណាចាឥឡូវយើងសាកស្វាយត្រាំទាំងអស់គ្នាចាចំពោះស្វាយត្រាំហ្នឹងមិនបាច់ញ៉ាំជាមួយអំបិលក៏បានដែរបងប្អូនយើងដាក់អំបិលតិចៗក៏បានដែរយើងបន្ទាប់មួយអំបិលចុចមួយអំបិលតិចៗក៏បានដែរមានជាតិហឹរហ្នឹងបងប្អូន